ควบคุมรบอายุ30ឆ្នាំទៅតបានបញ្ចុកនំខេកឲ្យម៉ែលើកទី1ឯបងប្អូនដោយសារតែរាល់ឆ្នាំភាគច្រើនខ្ញុំទៅខុកកណ្ដាលជាមួយមិត្តភ័ក្តិរបស់ខ្ញុំប៉ុន្តែសម្រាប់ឆ្នាំនេះគឺជួបជុំគ្រួសារដ៏ធំដោយសារតែដើរចោលម៉ាតកោទេបងប្អូនអើយទៅញ៉ាំអីនៅខាងក្រៅជាមួយមិត្តភ័ក្តិអត់កើតដូចរាល់ឆ្នាំទេអញ្ចឹងហើយបងគាត់ឃើញខ្ញុំហត់ក្នុងការមើលថែម៉ែមករយៈនេះគាត់ក៏លើកទឹកចិត្តនៅក្នុងការធ្វើខួបកំណើតការ surprise អីអញ្ចឹងណាបងប្អូនហើយសម្រាប់អារម្មណ៍របស់ខ្ញុំក៏ខ្ញុំរំភើបខុសធម្មតាដែរដោយសារតែពួកគាត់រៀបចំគម្រោងដង្ហែកាន់ខេកមករបៀបហ្នឹងបងប្អូនធ្វើឲ្យយើងមានអារម្មណ៍ថាកក់ក្ដៅនិយាយទៅខ្ញុំចង់ឲ្យគ្រួសាររបស់ខ្ញុំល្អអុកល្អឿនជាមួយគ្នារហូតស្រឡាញ់គ្នាចេះជួយទុកទុរៈគ្នាយល់ដឹងសុខទុក្ខទុរៈគ្នាទៅវិញទៅមកបងប្អូនដល់ពេលអញ្ចឹងមានអារម្មណ៍ថាកក់ក្ដៅមែនទេហើយខ្ញុំពិតជាស្ដាយដែលនៅក្នុងផ្ទះសោះប៉ុន្តែអត់អាចឲ្យនាំឲ្យម៉ែមកអង្គុយមើលសកម្មភាពល្អៗទាំងអស់នឹងបានបងប្អូនដោយសារតែរៀងយប់ហើយម៉ែក៏ត្រូវការសម្រាកដល់ពេលអញ្ចឹងអត់បានចេញមកអង្គុយមើលទេអូនេះគេចូលស្ដីខាងកូនកំមុំមែនទេខាងកូនកំមុំអូមានត្រេនទៀតអូយតែចង់ក្រោយ birthday ចាំហើយធ្វើខួបមក surprise birthday រំភើបប៉ុន្តែដល់ទៅពេលនិយាយពាក្យថាចាស់ឲ្យធ្វើខួបទៀតរឿងណែនតិចបងប្អូនហើយយំមិញហ្នឹងអូយអញច្រើនណាស់បងប្អូននិយាយទៅកូនក្មួយច្រើនមែនតើហ្មងនិយាយទៅពេញផ្ទះហ្មងនេះមកអត់អស់គ្នាណាបងប្អូនមកបានតែចំនួនប្រហែលអ្នកទេនៅខ្វះច្រើនអ្នកទៀតណាបើសិនជាមកទាំងអស់គ្នាវិញមិនដឹងថាញ៉ៃមិនទេហើយក៏សប្បាយខ្លាំងដែរហើយខ្ញុំផុសពីសកម្មភាពខ្លះជាមួយម៉ែអញ្ចឹងមានបងប្អូនខ្លះក៏ថាអត់ស្រឡាញ់ពុកទេដឹងតែឃើញបញ្ចេញមុខអីចឹងបងប្អូនចង់ប្រាប់ថាពេលហ្នឹងពុកខ្ញុំសារ៉ាតលក់បាត់ហើយនិយាយទៅយប់មិញហ្នឹងពុកគាត់អត់ដឹងចាំថាខុកកណើតខ្ញុំផងបងប្អូនអើយដល់ពេលគាត់ហូបបាយហូបអីឲ្យពីល្ងាចស្រាប់តែគាត់ចូលសារ៉ាតលក់បាត់រត់តែប្រាប់អត់តាន់អញ្ចឹងមិនថាយើងបងប្អូនគ្នាពេលខ្លះក៏ថ្ងៃសៅរ៍ពេលខ្លះក៏ថ្ងៃសុក្រអញ្ចឹងទៅបានន័យថាថ្ងៃខ្លះក៏មានទុកសោកសៅថ្ងៃខ្លះក៏សប្បាយរីករាយអញ្ចឹងណាបងប្អូនអញ្ចឹងហើយជីវិតគ្រួសារគឺមានតែប៉ុណ្្នឹងឯងអ្វីដែលអាចធ្វើបានចំពោះបងប្អូនបកើតឬក៏កូនក្មួយរបស់យើងមានតែការលើកលែងការអភ័យទោសដីសុខដែលធំជាងគេសម្រាប់ផ្លូវចិត្តរបស់ខ្ញុំគឺការអភ័យទោសហើយការធ្វើខុសចេះដឹងខុសហើយចេះកែអញ្ចឹងណាហ្នឹងគឺបងប្អូនយើងរស់នៅជាមួយគ្នាបានក្តីសុខក្តីសប្បាយហើយសម្រាប់ខ្ញុំតាំងពីគ្រប់អាយុ30ឆ្នាំនេះមកមានអារម្មណ៍ថាខ្លួនឯងវាអត់នេះដូចពីមុនណាបងប្អូនមានអារម្មណ៍ថាខ្លួនឯងចាស់មែនទេហ្មងណាហើយចាស់ចំណាស់នេះហើយអត់ដែលបានធ្វើខូបកណ្ដាលចុងបងប្អូនទេទៅតែលើកទី1ទៀតបងប្អូនការពីវឹកមុនហ្នឹងគឺខ្ញុំខូបកណ្ដាលខ្ញុំទៅជាមួយមិត្តភ័ក្តិខ្ញុំមិនថាទៅដល់ណាទេគឺដើរញ៉ាំអីទៅជាមួយមិត្តភ័ក្តិទេដល់ពេលចាស់ចឹងទៅមិត្តភ័ក្តិគាត់រវល់នៅឆ្ងាយៗរៀងៗខ្លួនចឹងទៅក៏អត់បានជួបជុំគ្នាហើយក៏បានជួបជុំតែអ្នកផ្ទះដែលគាត់នៅជុំគ្នាចាំជួយមើលម៉ែអីចឹងណាពេលដែលកាត់នំខេកហើយស្រាប់តែអើតមើលម៉ែគាត់អត់តន់សារ៉ាក់លក់ទេបងប្អូនដល់ពេលអញ្ចឹងហើយថ្វាយអង្គមម៉ែដើម្បីរំលឹកនឹកគុណដល់ថ្ងៃដែលគាត់បង្កើតយើងឈឺចាប់និយាយទៅទ្រាំពិបាកគ្រប់យ៉ាងដើម្បីឲ្យយើងបានកើតមកបានឃើញពន្លឺព្រះអាទិត្យបានឃើញពិភពលោកដ៏ស្រស់ស្អាតមួយនេះហើយគាត់តាំងពីកើតជំងឺមកបងប្អូនគឺយំរហូតរាល់ឆ្នាំទោះខួបទោះអីមិនក៏មកដែរយំដែរប៉ុន្តែឥឡូវនេះអីគ្រប់យ៉ាងគឺតែងតែប៉ះទង្គិចផ្លូវចិត្តរបស់ម៉ែរហូតម៉ែយំរហូតព្រោះតែគាត់អត់បានដើរបានអីចឹងទៅគាត់ពិបាកក្នុងខ្លួនគាត់ណាបងប្អូនអញ្ចឹងហើយអ្វីដែលខ្ញុំរំពឹងមិនថាបងផ្សេងក្រៅពីគ្រួសារខ្ញុំឬក៏គ្រួសារខ្ញុំក្តីឲ្យធ្វើយ៉ាងណាយើងត្រូវចេះស្រឡាញ់ម្ដាយឲ្យបានច្រើនស្រឡាញ់ឪពុកឲ្យបានច្រើនហើយមុននឹងធ្វើឲ្យមួយគិតឲ្យបានដិតដល់កុំឲ្យប៉ះពាល់ផ្លូវចិត្តផ្លូវអារម្មណ៍របស់ពួកគាត់ព្រោះថាគាត់ចិញ្ចឹមយើងគាត់ហត់មកឡើងចង់មកជីវិតដែរអញ្ចឹងកុំបន្តឲ្យគាត់ពិបាកចិត្តទៀតអរគុណបងប្អូនជួបគ្នាវីដេអូក្រោយបាយ